នាយកដ្ឋានពន្ធដារដែលទើបនឹងសាងសង់ហើយថ្មីហើយទំនើបដ៏មហាអស្ចារ្យនៅកម្ពុជាអគារថ្មីទំនើបដែលបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិនិង digital គឺទើបនឹងធ្វើហើយល្អអស្ចារ្យបាទតម្លៃដូចជាលឺសូតា$60 លានមិនថ្លៃទេណាឃើញសង់ឲ្យឡើងស្អាតប្រញ់អស្ចារ្យបានសេចក្តីថាប្រទេសកម្ពុជាយើងកំពុងតែមានលុយមានន័យថាប្រទេសកម្ពុជាគឺកំពុងតែមានលុយអញ្ចឹងនាយកដ្ឋានពន្ធដារបានរៀបចំនៅអគារជាអគ្គនាយកដ្ឋានពន្ធដារថ្មីនេះគឺតាំងពីកន្លែងចតឡានតាំងពីកន្លែងលក់ភេសជ្ជៈកន្លែងអង្គុយតុកន្លែងធ្វើការគឺស្អីទំនើបសម្បើមណាស់ទំនើបសម្បើមណាស់ត្រង់នេះហើយមានន័យថាការប្រមូលពន្ធដាររបស់កម្ពុជានឹងប្រើប្រាស់គ្រប់បច្ចេកទេសនិងបច្ចេកវិទ្យាវិទ្យាសាស្ត្រដើម្បីនឹងប្រមូលចំណូលឲ្យបានច្រើនសម្រាប់ជួយគ្រប់គ្រងថវិកាជាតិក្នុងការចាយវាយដែលប្រទេសកំពុងជឿនលឿនហើយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បាននិយាយដែរថាណាគ្មានប្រទេសណាពន្ធដារស្រួលជាងប្រទេសកម្ពុជាទេណាកាលណានិយាយពីពន្ធដារគឺអត់មានប្រទេសណាស្រួលជាងប្រទេសកម្ពុជាទេអញ្ចឹងមានន័យថាបងប្អូនដែលត្រូវបង់ពន្ធនៅប្រទេសកម្ពុជាគឺមិនមានបញ្ហាលំបាកឡើយគឺងាយស្រួលនឹងណាងាយស្រួលនឹងបង់ពន្ធជាទីបំផុតបាទមានងាយស្រួលជាទីបំផុតដូចខ្ញុំនៅអាមេរិកនេះបង់ពន្ធលំបាកណាស់បងប្អូនព្រោះវាអត់លុយបង់នៅប្រទេសកម្ពុជាយើងគឺបង់ពន្ធស្រួលហើយតែមានលុយបង់អញ្ចឹងខ្ញុំបង្ហាញណាបង្ហាញប៉ុណ្ណឹងបាទសួស្ដីវ៉ាន់កាយព្រឹកអង្គរHappy Night Zuckerberg បានបង្កើតក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាដោយសារគាត់ជាមនុស្សឆ្លាតពូកែស្រាប់ឬគាត់ជាមនុស្សប្រឹងប្រែងរៀនសូត្រតាំងពីក្មេងខ្ញុំសិក្សាពីមនុស្សខ្លាំងដើម្បីយកមកអភិវឌ្ឍខ្លួនសិក្សាពីមនុស្សខ្លាំងសិក្សាពីសម្ដេចហ៊ុនសែន He's a strong man សិក្សាពីមនុស្សឆ្លាតវៃសិក្សាពី Elon Musk Bill Gates Warren Buffett Jensen Huang Mark Zuckerberg អីជាតិដើមនឹងសិក្សាពីមនុស្សឆ្លាតវៃតែបើសិក្សាពីមនុស្សខ្លាំងសិក្សាពី Mao Zedong Xi Jinping ណា Vladimir Putin ហើយនឹងហ៊ុនសែនគឺសុទ្ធតែ strong man ណា Happy Night អញ្ចឹង you are talking about Mark Zuckerberg គឺខុសហើយ Mark Zuckerberg គឺជាមនុស្សទន់ខ្សោយតែបញ្ញាខ្ពស់ប្រាជ្ញាថ្លៃថ្លាក្លាហានណាដូចជា founder of Google ដូចជា founder Steve Jobs របស់ Apple Bezos Amazon ជាដើមលាក់នឹងលាក់សុទ្ធតែជាមនុស្សឆ្លាតអញ្ចឹងតើចង់អភិវឌ្ឍខ្លួនជាមនុស្សខ្លាំងគឹមចុងអ៊ុនណាSaddam Hussein Mao Zedong Lenin Hitler Putin ហ៊ុនសែនសិតតែជាបរិះខ្លាំងនៅក្នុងពិភពលោកអញ្ចឹងមួយណា Happy Night មួយណា Happy Night សួរថាគាត់ណាបង្កើតក្រុមហ៊ុនយក្សមួយដោយសារគាត់ជាមនុស្សឆ្លាតពូកែឬអត់មានឆ្លាតស្រាប់ទេពាក្យសជើងរស់ស្រអាបបន្តខុសគ្មាននរណាឆ្លាតនឹងពូកែស្រាប់ទេមនុស្សកើតមកអាចមានទេពកោសល្យពីកំណើតក៏ប៉ុន្តែទេពកោសល្យពីកំណើតខ្វះវិន័យដូច្នេះហើយមិនអាចនឹងយកទេពកោសល្យពីកំណើតនឹងមកធ្វើជាភាពអស្ចារ្យបានឡើយមនុស្សទោះបីយ៉ាងណាក៏ត្រូវចូលសាលារៀន
Mark Zuckerberg អត់បាន graduate នៅ Harvard ទេក៏ប៉ុន្តែបានរៀនចប់វិទ្យាល័យនិងចប់វិទ្យាឋានពី3កន្លែងហើយក៏ងាកមកកសាងខ្លួនដោយកសាងសមិទ្ធផលធំមួយគឺ Facebook នេះឯងដែលคล้ายទៅជាអាណាចក្រនៃក្រុមហ៊ុន Meta នឹងជា graduation នឹងជា success របស់គាត់មិនមែន he is strong ទេ he is very very smart ជា prodigy គឺវា smart ណាអញ្ចឹងណាអញ្ចឹង happy night គិតទៅ you want to be a strong man or you want to be a smart man បើ smart man ត្រូវរៀនកុំឮសូរថា Bill Gates អត់បានរៀន smart នោះអត់ទេគេរៀនច្រើនណាកុំនិយាយថា Zuckerberg នឹងដោយសារមិនបាន graduate នៅ Harvard នឹងអត់បានរៀននោះច្រឡំធំហើយអ្នកដែលអត់បានរៀនគឺអត់ចូលសាលានឹងសុំឲ្យយល់ដឹងរឿងហ្នឹងឲ្យបានច្បាស់លាស់ណានឹងប៉ុណ្ណឹងណាកូនណាលោកតាហេតុអ្វីបានជាគេហៅវៀតណាមខាងត្បូងជាអាយ៉ងអាមេរិកគេហៅតែយួនខាងត្បូងគាត់មានហៅខ្លួនគាត់ជាអាយ៉ងឯណាសំណួរហ្នឹងអត់ត្រូវសួរទេអញ្ចឹងបើគេហៅតាទៅពេកតើវាទៅស្អីតើអត់ទៅទេគេចោទតាទៅលួចប្រពន្ធគេនៅពេលដែលគេនិយាយនយោបាយមិនឈ្នះតាណាក៏អត់ធ្វើអីតាបានតើចៅឯងខ្វល់អីនឹងគេថាអាយ៉ងលោកហ៊ុនសែនគេចោទថាអាយ៉ងយួនបើសិនជាគាត់ស្មារតីនយោបាយឯករាជ្យគាត់មិនជាអាយ៉ងទេអាហ្នឹងគាត់គេថាតាមិនក៏យើងចាប់អារម្មណ៍បើគេថាយើងស្អុយហើយយើងមុជទឹកស្អាតហើយយើងដឹងថាខ្លួនយើងអត់មានស្អុយគេគ្រាន់តែថាស្អុយដោយសារគេអត់ចូលចិត្តយើងមានឱកាសច្រើននឹងធ្វើកិច្ចការផ្សេងអញ្ចឹង hello បញ្ញាកុំកើតជំងឺឆ្ងល់នៅរបស់ដែលអត់បានការនៅក្នុងលោកយើងនេះមានរឿងច្រើនណាស់ចៅដែលត្រូវយកចិត្តទុកដាក់កុំយកចិត្តទុកដាក់នឹងសម្រាមសំណួរនេះគឺសួររឿងសម្រាមសោះតើចៅកើតមកសម្រាប់សួររឿងសម្រាមឬកាចៅកើតមកសម្រាប់សួររឿងឆ្លាតវៃអាហ្នឹងណាតាចង់ប្រាប់ចៅថាចៅឆ្លាតឡើងកុំយកសម្រាមមកសួរណាso one morning បងសិតថាសិតតអ្នកដេកមិនលក់ម៉ោង2រសៀលជួបគ្នាសួស្ដីខៅវាយរតនៈពេលណាចាញ់វីដេអូពីទេសភាពភូមិឋានទៀតភ្លៀងប៉ុន្មានថ្ងៃនេះភ្លៀងអើយភ្លៀងអត់បានថតទៅក្រៅទេព្រោះភ្លៀងពេលព្រឹករឡៃរវល់ដល់ធ្វើអីហើយកាច់កាយហើយត្រូវចាញ់ទៅម៉ោង10 11គឺចាប់ដើមភ្លៀងស្អែកនឹងភ្លៀងទៀតអាហ្នឹងអញ្ចឹងកូនត្រីនៅអាមេរិកប្រជាជនហ៊ានបោះចោលសម្រាមផ្ដេសផ្ដាស់ដូចនៅកម្ពុជាទេនៅកម្ពុជារឿងបោះសម្រាមចោលផ្ដេសផ្ដាស់មានកន្លែងភូមិឋានខ្លះដែលសម្បូរមនុស្សស្មៅគ្រោកមានបោះសម្រាមចោលក៏ប៉ុន្តែទោះបីបោះសម្រាមចោលប៉ុណ្ណាក៏នៅអាមេរិកវាមិនស្អុយរលួយដែរដោយសារសេវាកម្មបោសថ្នល់តែងមានទោះបីភូមិឋានហ្នឹងក៏ក្រិចប៉ុណ្ណាក៏ដោយក៏មានដែរគ្រាន់តែនៅក្នុងភូមិឋានដែលមនុស្សស្មោកគ្រោកយើងដើរចិញ្ចើមថ្នល់ឃើញសម្រាមជួនកាលទៅធុងសម្រាមវាហៀហូមានណារីឯភូមិឋានភាគច្រើននិងជាពិសេសទីក្រុងมันមានសម្រាមទេដោយសារសេវាកម្មគេធ្វើការញឹកមិនអញ្ចឹងណាតកតងរឿងសម្រាមសណ្ដាប់ធ្នាប់ប្រទេសកម្ពុជាយើងនៅទេពនៅអាមេរិកសណ្ដាប់ធ្នាប់ហើយនឹងសេវាកម្មក្រនដើតែมันបានសេចក្តីថាស្អាតទាំងអស់ទេបន្ទាប់មកទៀតដូចជានៅផ្សារអាស៊ីជួនកាលវាធំក្លិនធំអីក៏សេវាកម្មរដ្ឋហ្នឹងគេផាកពិន័យអីច្រើនដែរ
ធ្វើឲ្យដោះស្រាយបញ្ហាបាននឹងអញ្ចឹងណាកូនណាបើជាព្រះអង្គម្ចាស់មនីរ៉េតឡើងអត់មានបើអីទេមនីរ៉េតងាប់បាត់ហើយកុំសួររបស់អត់បានការបញ្ញាអើយខាងលើបញ្ញាឯងសួរអីហេតុអ្វីបានវៀតណាមខាងត្បូងជាអាយ៉ងដល់ទី2បើសិនមនីរ៉េតងាប់បាត់រោគតែឆ្អឹងមិនឃើញហ្មងគេវាយចោលបាត់ហើយសំណួរលើកមុនហ្នឹងវាអន់មែនតើអត់មានប្រយោជន៍សោះដល់សំណួរទី2នេះជាប្រវត្តិសាស្ត្រដែលមិនអាចវិលទៅកែបានមិនក៏មិនសួរអីដែលវាមានប្រយោជន៍ក្នុងការសិក្សាកូនណាចៅសួរទៀតតាឆ្លើយប៉ុន្តែដូចជាឆោតមែនចៅឯងឆោតពេកណាចៅឆ្លាតឡើងបន្តិចមើលរៀនហាក់ទីប៉ុន្មានតើសង្គ្រាមនៅអ៊ីរ៉ាន់លើកនេះពិភពលោកអាចនិយាយថាកើតឡើងដោយមានបង្កប់រឿងក្រោមនេះដែរឬទេអរិយធម៌ផ្លាស់ប្ដូរដុកទ្រីនសង្គ្រាមពង្រឹងវិស័យការពារជាតិបង្កើនឧស្សាហកម្មអាវុធទម្លាក់សេដ្ឋកិច្ចមនុស្ស 90% ក្នុងលោកកាត់បន្ថយនិងពន្យាអត្រាកំណើតមនុស្សក្នុងលោកទី1ផ្លាស់ប្ដូរដុកទ្រីនសង្គ្រាមមិនផ្លាស់ប្ដូរទេដុកទ្រីនមិនផ្លាស់ប្ដូរទេតែផ្លាស់ប្ដូរវិធីច្បាំងមិនមែនដុកទ្រីនទេលទ្ធិសង្គ្រាមនៅដដែលប៉ុន្តែផ្លាស់ប្ដូរសពាវុធនិងរបៀបច្បាំងហើយការផ្លាស់ប្ដូរសពាវុធនិងរបៀបច្បាំងនេះមិនមែនជាប្លង់ដែលគេគិតទុកមុនទេវាគឺជារឿងហេតុដែលកើតចំពោះមុខមិនមែនគេដឹងមុនទេគឺវាកើតឡើងចំពោះមុខដែលគេត្រូវកែប្រែមិនមែនជាផែនការដែលគេដឹងមុនទេណានឹងរឿងការផ្លាស់ប្ដូររបៀបច្បាំងទាំងសពាវុធទាំងមនុស្សទាំងបច្ចេកវិទ្យានឹងមួយណាម៉ាឡេពីI mean អរិយធម៌ខ្ញុំឆ្លើយសិនណាខ្ញុំឆ្លើយដុកទ្រីនមុនអរិយធម៌ត្រង់នេះមានតកតងជាយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដែលសង្គ្រាមនេះអ៊ីស្រាអែលកំពុងតែអូសទាញសង្គ្រាមនេះជាសង្គ្រាមដែលតកតងនឹងសាសនាអញ្ចឹងទី1មានណាវាតកតងនឹងការប៉ះទង្គិចនៃអរិយធម៌ក៏ប៉ុន្តែវាចំការប្រកួតប្រជែងគ្នារវាងអ៊ីស្លាមនិងយូដាឃើញណានឹងទី1ទី2រឿងដុកទ្រីនមិនមែនទេតែជារបៀបច្បាំងប្រែប្រួលហើយមិនមែនជាផែនការទេគឺវាកើតឡើងចំពោះមុខនឹងទី2ទី3ពង្រឹងវិស័យការពារជាតិនិងបង្កើនឧស្សាហកម្មអាវុធគ្មានគម្រោងទេតែឧស្សាហកម្មសពាវុធយុទ្ធោពករណ៍កំពុងតែផ្អៀងទៅរកបច្ចេកវិទ្យាជាន់ខ្ពស់និងរបស់ធំស្រាប់តែដល់ច្បាំងក៏វាចេញផលមកវិញថាបច្ចេកវិទ្យាជាន់ខ្ពស់និងរបស់ធំនៃឧស្សាហកម្មសពាវុធផ្ងាពោះទាំងអស់វាមិនមែនផ្ងាពោះរហូតទេប៉ុន្តែវាបរាជ័យភ្លាមបរាជ័យនេះមិនមែនច្បាំងចាញ់ទេគឺ cost factor គេហៅថាកត្តាចំណាយសង្គ្រាមកើតឡើងក៏คล้ายទៅជា attrition ដែលឧបករណ៍មានតម្លៃថោកប្រឈមជាមួយឧបករណ៍ដែលមានតម្លៃថ្លៃ100ដងឬក៏500ដងខុសគ្នាដែលកើតទៅជាបញ្ហានៃកត្តាចំណាយទៅលើតម្លៃសពាវុធដូច្នេះវាទៅជាកត្តាតម្លៃនេះមិនមែនធ្វើឲ្យឧស្សាហកម្មសពាវុធចម្រើនទេវាធ្វើឲ្យឧស្សាហកម្មសពាវុធភ្ញាក់ខ្លួនថាมันអាចចេះតែគិតលុយរាប់រយរាប់ពាន់លានបានទេត្រូវដោះស្រាយបញ្ហាដែលឧស្សាហកម្មទាំងឡាយប្រញាល់រកវិធីដោះស្រាយដែលឥឡូវនេះដោះស្រាយបាន 90-80 ហើយតែបើដោះស្រាយមិនទាន់ទេ
ឧស្សាហកម្មសពាវុធធនធ្ងន់និងផ្ងាពោះខាតបងទន្ទឹមនឹងគ្នានឹងសង្គ្រាមនេះធ្វើឲ្យសពាវុធតែនៅក្នុងឃ្លាំងវាអស់ការ depletion វាស្ដប់វាធ្វើឲ្យបញ្ជាទិញកំងទិញថ្មីតែនៅពេលកំងទិញថ្មីហ្នឹងវាអត់តន់លោឡានៅឡើយទេទៅថ្ងៃមុខវានឹងកើតបញ្ហាថារឿងអីចាយលុយរាប់រយរាប់ពាន់លានទៅបាញ់ទៅបោះទៅប្រយុទ្ធជាមួយរបស់ដែលមានតម្លៃរាប់ម៉ឺនរាប់ពាន់ទៅវិញសេចក្តីលំអៀងនៃ cost factor នេះជាកត្តាទីផ្សាររបស់ឧស្សាហកម្មសពាវុធអញ្ចឹងទី3វាមិនមែនជាការពង្រឹងវិស័យទេវាជាការភ្ញាក់ផ្អើលខ្លាំងប៊ីសនឹងផ្ងាពោះនៃឧស្សាហកម្មសពាវុធតែឧស្សាហកម្មសពាវុធនៅតែ make money នៅតែរកលុយបាននៅឡើយនឹងតកតងនឹងចំណុចទី3ចំណុចទី4ទម្លាក់សេដ្ឋកិច្ចមនុស្ស 90% មិនអញ្ចឹងទេផ្លាស់ប្ដូររបត់សេដ្ឋកិច្ចនេះជាផែនការឬទេខ្ញុំអត់ទាន់ឃើញជាផែនការទេអត់ទាន់មើលឃើញការផ្លាស់ប្ដូររបត់សេដ្ឋកិច្ចជាផែនការច្បាយខ្ញុំអត់ទាន់ឃើញទេណាទី5កាត់បន្ថយឬក៏បញ្ជាអត្រាកំណើតមនុស្សក្នុងលោកអត់ទេនឹងគឺអត់ទេសង្គ្រាមនេះអត់ស្លាប់មនុស្សច្រើនទេអញ្ចឹងសង្គ្រាមនេះមិនមែនសង្គ្រាមបោសមនុស្សឲ្យទៅជួបព្រះដើម្បីកាត់បន្ថយបណ្ដាជនទេអាទី5ហ្នឹងអាហ្នឹងគឺគ្មានទេណាម៉ាឡេអូខេអត់មានទេឥឡូវនេះរឿងមួយរឿងអាបកំបាំងនៃសង្គ្រាមអ៊ីរ៉ាននេះអ៊ីស្រាអែលចង់បំផ្លាញអ៊ីស្លាមកុំឲ្យមានលទ្ធភាពវាយប្រហារទៅលើពួកយូវីសនេះគឺជាបន្ទាត់នយោបាយដែលតាក់ទងនឹងសង្គ្រាមសាសនាតែគោលដៅរបស់លោកប៊ិនយ៉ាមីនណាតាញ៉ាហ៊ូឥឡូវនេះអត់បានជោគជ័យទេហើយក៏វាមានការផ្លាស់ប្ដូររបៀបច្បាំងដូច្នេះទោះបីមិនបានជោគជ័យអត្តចរិតរបស់ Jewish អត្តចរិតរបស់រដ្ឋអ៊ីស្រាអែលមានអត្តចរិតមាំមួនខ្លាំងណាស់ដូច្នេះមិនទាន់ដឹងថាយុទ្ធសាស្ត្ររបស់ប្រទេសអ៊ីស្រាអែលយ៉ាងណាទេគ្រាន់តែយើងដឹងថាលោកប៊ិនយ៉ាមីនណាតាញ៉ាហ៊ូគាត់មានជំងឺ2ទី1ជំងឺបេះដូងទី2ជំងឺមហារីកបើគាត់អាចនៅបន្តធ្វើនយោបាយអាហ្នឹង crusade បូជនីយកិច្ចរបស់គាត់នឹងបន្តតែបើបាត់ពីគាត់ទៅតើនៅអ៊ីស្រាអែលមានអ្នកណាធ្វើអីទៀតអត់ទាន់ដឹងអញ្ចឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ានគឺជាសង្គ្រាមសាសនាណាសង្គ្រាមសាសនាចំណែកលោកប្រធានាធិបតីត្រាំជារបៀបភូមិសាស្ត្រនយោបាយដែលបញ្ជីខាតនិងចំណេញមិនទាន់រកឃើញនៅឡើយទេបញ្ជីខាតនិងចំណេញមិនទាន់រកឃើញនៅឡើយទេហ្នឹងការគិតរបស់ខ្ញុំណាតែរឿងមួយគឺបានធ្វើឲ្យយូក្រែនរងគ្រោះដោយសារលក់ឲ្យរុស្ស៊ីលក់ប្រេងបានលុយជះកម្លាំងទៅលើយូក្រែនទន្ទឹមគ្នានឹងស្រាប់តែយូក្រែននឹងឆ្លាតវៃក៏ទៅចុះកុងត្រារាប់រយពាន់លានជាមួយប្រទេសនានាហើយប្រមូលយកវិនិយោគហ្នឹងក៏ឥឡូវហ្នឹងជះត្រឡប់ទៅព្យូទិនវិញដែលធ្វើឲ្យផែនការវាយក្រោយថ្ងៃទី8ខែឧសភាពូទីនចង់រកកលកាំងត្រង់នេះអត់ទាន់មានចម្លើយថាសង្គ្រាមនៅយូក្រែនហ្នឹងវាយ៉ាងម៉េចនៅឡើយទេតែយូក្រែនបង្ហាញថា
អាមេរិកមិនជួយក៏ច្បាំងបានដែរនេះគឺជារបត់ថ្មីមួយដែលមិននៅក្នុងផែនការពិភពលោកទេបានសេចក្តីថាយើងត្រូវសិក្សាវាតទៅទៀតអាហ្នឹងមួយទៀតទន្ទឹមគ្នានឹងបញ្ហាធម្មពលនៅច្រកសមុទ្រ Hormuz គេកំពុងតែកសាងផ្លូវដឹកជញ្ជូនថ្មីហើយគេកំពុងតែរក supply chain និងប្រភពផ្គត់ផ្គង់ថ្មីដែលខ្ញុំអត់ទាន់ប្រមូលបានព័ត៌មាននឹងច្បាស់ទេតែដឹងតែគេរកថ្មីដោយសាររឿងនឹងអ្វីដែលកើតនៅយូក្រែននិងអ្វីដែលកើតនៅអ៊ីរ៉ានស្ថិតនៅជាអាចកំបាំងនៅឡើយចាប់នឹងខ្ញុំនិយាយមួយប៉ុណ្ណឹងណាម៉ាឡេអូខេ